បាទសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់មេរៀនទី1របស់យើងគឺអ៊ីនធឺណិតនិងគេហទំព័រអញ្ចឹងនៅក្នុងមេរៀនទី1របស់យើងនេះដូចយើងបានបង្ហាញនៅក្នុងមាតិកាមេរៀនអញ្ចឹងគឺយើងរៀនអំពីមូលដ្ឋានគ្រឹះនៃ IT ដែលយើងយល់ដឹងតើគេទៅជាអ៊ីនធឺណិត website អីចឹងណាបាទអូខេតោះអញ្ចឹងខ្ញុំបង្ហាញចំណុចទី1របស់យើងតើអ្វីទៅជាអ៊ីនធឺណិតអញ្ចឹងអ៊ីនធឺណិតប្រហែលជាអ្នកគេធ្លាប់លើកពីមុនហើយអ៊ីនធឺណិតអូខេអញ្ចឹងនៅក្នុងនេះគេថាអ៊ីនធឺណិតគឺជាបណ្ដាញសកល global network ដែលយើងប្រើវាសម្រាប់ភ្ជាប់ឧបករណ៍ផ្សេងៗគ្នាដូចជាកុំព្យូទ័រទូរស័ព្ទឬក៏ឧបករណ៍ផ្សេងៗដែលយើងប្រើវាសម្រាប់ផ្ដោតប្ដូរអូខេប្រើវាផ្ដោតប្ដូរព័ត៌មានឬក៏ផ្ដោតសេវាកម្មផ្សេងៗហើយនៅក្នុងនេះគេថាអ៊ីនធឺណិតអាចឲ្យយើងចូលទៅកាន់គេហទំព័រផ្ញើអ៊ីមែលមើលវីដេអូឬក៏ការទិញទំនិញតាមអ៊ីនធឺណិតជាដើមឬក៏ការទិញទំនិញតាមអនឡាញអញ្ចឹងលោកអ្នកអានប៉ុណ្ណឹងមិនដែរតើអាចយល់បានប្រមាណ%ដែរអញ្ចឹងអ៊ីនធឺណិតឧទាហរណ៍ថាអ្នកគ្នាមើល YouTube មើល Facebook តែបើសិនបើយើងអត់មានអ៊ីនធឺណិតយើងមើលបានទេបាទអត់បានទេយើងមើលអត់ឃើញរូបភាពទេយើងមើលអត់ឃើញវីដេអូទេឃើញទេអញ្ចឹងយើងមើលនេះអ៊ីនធឺណិតគឺយើងប្រើវាសម្រាប់ផ្ដោតប្ដូរព័ត៌មានទៅវិញទៅមកអូខេអញ្ចឹងយើងចង់មើលយើងចង់ឃើញរូបភាពដូចតែយើងមានអ៊ីនធឺណិតអូខេឧទាហរណ៍ថាខ្ញុំមានទូរស័ព្ទដៃអញ្ចឹងខ្ញុំចង់មើលវីដេអូមើលអីគឺយើងត្រូវការអ៊ីនធឺណិតបើសិនបើយើងអត់មានអ៊ីនធឺណិតទេយើងមើលអត់កើតទេបែបហ្នឹងហើយអ៊ីនធឺណិតគឺយើងប្រើវាសម្រាប់បែបហ្នឹងអញ្ចឹងយើងភ្ជាប់ពីឧបករណ៍មួយទៅកាន់ឧបករណ៍ផ្សេងទៀតឧទាហរណ៍ថាអ្នកផ្សេងគេផុសរូបនៅលើ Facebook អញ្ចឹងគេប្រើអ៊ីនធឺណិតដែរមែនទេបាទយើងចង់មើលរូបគេលោកត្រូវយើងប្រើអ៊ីនធឺណិតដើម្បីទៅយករូបគេមើលឃើញនៅលើទូរស័ព្ទរបស់យើងបែបហ្នឹងហើយគឺអ៊ីនធឺណិតជាងសង្ឃឹមថាអ្នកគេយល់ទាំងអស់គ្នាអ៊ីនធឺណិតគឺអ្នកគេប្រើប្រចាំថ្ងៃហើយអ៊ីនធឺណិតណាខ្ញុំចង់មើលព័ត៌មានប្រើអ៊ីនធឺណិតចង់មើលអីផ្សេងប្រើអ៊ីនធឺណិតបើថាលោកមុនអត់មានទេលោកមុនអានកាសែតអញ្ចឹងអត់មានអ៊ីនធឺណិតអានេះយើង print ចេញជាกระดาษមកតែម្ដងអូខេអញ្ចឹងអ៊ីនធឺណិតមានតែបែបហ្នឹងឯងអញ្ចឹងសង្ឃឹមថាឲ្យយល់ទាំងអស់គ្នាប្រើអ៊ីនធឺណិតបញ្ចូលលុយ1រៀល2រៀល Wi-Fi អីហ្នឹងសុទ្ធតែអ៊ីនធឺណិតឯងកន្លែងហ្នឹងបាទអូខេអញ្ចឹងអ្វីដែលចង់ផ្ដោតសំខាន់នោះគឺអ៊ីនធឺណិតគឺយើងប្រើវាសម្រាប់ផ្ដោតប្ដូរព័ត៌មានឬក៏ផ្ដោតសេវាកម្មផ្សេងទៅវិញទៅមកអញ្ចឹងណាហ្នឹងហើយគឺអ៊ីនធឺណិតអូខេតែប៉ុណ្្នឹងទេកន្លែង